សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមេរៀននឹងទៀតទៅតាមជាមួយពាក្យហើយនឹង clear ប្រយោគភាសាអង់គ្លេសចឹងណាចឹងពាក្យនេះគេហៅថា charity សប្បុរសធម៌តោះនេះ support a local charity គ្រប់គ្រងសប្បុរសធម៌ក្នុងស្រុកយល់ណាហ្នឹងហើយ money give to charity លុយត្រូវបានផ្ដល់ទៅអង្គការសប្បុរសធម៌តោះនេះហ្នឹងហើយលក្ខណៈថាយើងមានលុយមកកញ្ចប់អីចឹងទៅហើយបន្ទាប់មកយើងអត់យកទៅណាទេគឺយើងដាក់ចូលសប្បុរសធម៌ជួយមនុស្សអ្នកអត់អ្នកអីចឹងទៅក្មេងៗអីចឹងទៅដែលគាត់ឈឺគាត់អត់មានលទ្ធភាពព្យាបាលជំងឺអីចឹងណាហ្នឹងហើយ he is known for charity គាត់ត្រូវបានគេស្គាល់ដោយសារការធ្វើសប្បុរសធម៌មានន័យថាគេស្គាល់គាត់នៅក្នុងឧទាហរណ៍ណានៅក្នុងបណ្ដាញសង្គមដែលថាគាត់ចេះដើរជួយគេចឹងណាទិញនេះទិញនោះឲ្យមនុស្សចាស់តាមផ្លូវអីហូបចឹងទៅតោះនេះហ្នឹងហើយយល់ឡើងណាហ្នឹងហើយអញ្ចឹងអ្នកដែលគាត់ជួយគេពេលខ្លះទោះគាត់ថតវីដេអូគាត់ធ្វើអីក៏ដែរហ្នឹងយើងមិនខ្វល់ទេសំខាន់គាត់លក្ខណៈថាយើងខ្វល់លើលទ្ធផលហ្នឹងហើយមានន័យថាសំខាន់គាត់បានផ្ដល់អាហារឬក៏របស់ដែលគាត់ឲ្យហ្នឹងទៅកាន់មនុស្សដែលគាត់ពិតជាអត់ដល់នេះគាត់លក្ខណៈគាត់អត់អីញ៉ាំដូចឧទាហរណ៍ថាដូចតាស៊ីក្លូអីចឹងគាត់មានញ៉ាំហ្នឹងហើយអញ្ចឹងយើងមិនខ្វល់ថាអូគេធ្វើ marketing លក់ផលិតផលអីដើម្បីឲ្យមិនខ្វល់តានេះហ្នឹងហើយសំខាន់តាគាត់បានហូបយល់ណាហ្នឹងហើយអញ្ចឹងយល់ណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងហើយវាចង់រៀនភាសាអង់គ្លេសជាមួយគ្រូតាមអនឡាញជាការបង្វឹកមករៀនចេះតំណតាម Telegram ឲ្យ English with Campbell និង account Telegram នេះហើយតំណសួរព័ត៌មានតើ right so bye bye